ជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនកូនខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកថ្ងៃនេះជួបជាមួយនឹង BA ម្ហូបស្រុកស្រែស្លសម្លដូនតាបង្ហាញទៅពុកម៉ែបងប្អូនទស្សនាស្លខ្លួនឯងភ្លក់ខ្លួនឯងឆ្ងាញ់នឹងក៏ខ្លួនឯងអាមិនឆ្ងាញ់នឹងក៏ខ្លួនឯងថ្ងៃនេះខ្ញុំបានធ្វើសម្លដូនតាស្ងោរជូរស្លឹកអំពិលខ្ចីរដូវនេះគឺថាចាប់ដើមពេញលេញហើយបងប្អូនអើយម្ហូបចេះគឺថាពិសេសខ្លាំងណាស់សម្រាប់តំបន់នីមួយដែលដាច់ស្រយាលហើយដែលជាតំបន់ដែលថាគេហូបស្រុកគ្នាទាំងភូមិណាសម្រាប់កូនកែបនេះខាងខ្ញុំហៅថាកែបសួរតែបងប្អូនខ្លះហៅថាកែបអាចគូបងប្អូនខ្លះហៅថាតឡនតននិយាយទៅហៅឈ្មោះខុសគ្នាសម្រាប់បងប្អូនដែលធ្លាប់ហូបចូលចិត្តរសជាតិមួយនេះចាំខមមិនប្រាប់ផងហើយបើបងប្អូនធ្លាប់ហូបទេក៏ខមមិនដែរមកហើយបើចង់សានអាចធ្វើតាមរបៀបខ្ញុំបង្ហាញនេះបានអត់មានអីច្រើនទេដាំតែទឹកស្រស់កែបហ្នឹងទៅហើយដើររោមស្លឹកអំបិលពុតជីកំទៅដល់ហើយផ្ទះមុនខ្ញុំដល់មុនខ្ញុំឥឡូវគេឌឺខ្ញុំជីម៉ូតូកូនជីកង់អរមមើលចាថេតមើលរំគូកទៀតបាទឥឡូវខ្ញុំនឹងកូនបានមកដល់ផ្ទះវិញហើយកូនពុតជីកង់ខ្ញុំជិះម៉ូតូហើយគេចេះសេរីរមលុបដាក់កង់ខ្លាចកង់គេត្រូវក្តៅលាកស្បែកកង់នោះឥឡូវកង្កែបក៏បានសោះទឹកល្អហើយមុនទៅហ្នឹងគឺបានស្រស់វាស្អាតហើយគ្រឿងផ្សំគឺមានប្រហុកមានខ្ទឹមមានម្ដេងល្មៀតស្លឹកគ្រៃខ្ចីបង7ហើយគឺពិសេសខ្លាំងទៀតគឺប៊ីចេងរបស់ក្រុមហ៊ុនម៉ាក់អ៊ីគឺថាឆ្ងាញ់ដាក់ប៊ីចេងម៉ាក់អ៊ីតែមិនតិចក៏ឆ្ងាញ់ដាក់ច្រើនអត់ភ្លាវមកម៉ាក់អ៊ីគឺថាខ្ញុំឲ្យដឺបេសហ្មងណាខ្ញុំសម្រេចចិត្តប្រើប្រាស់ប៊ីចេងមកម៉ាក់អ៊ីដើម្បីសុខភាពកូនសុខភាពគ្រួសារព្រោះប៊ីចេងម៉ាក់អ៊ីជាផលិតផលរបស់កូរ៉េមានការទទួលស្គាល់ពីក្រុមហ៊ុន Samsung ធានាសុវត្ថិភាពគុណភាពសម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនអាចតាក់ទងទៅเพจរបស់គាត់ធំទាំង3នៃក្រុមហ៊ុនម៉ៃអ៊ីបានឥឡូវមកមើលកូនវុតដាំស្លវិញម្ដងណាអូនហ្នឹងគឺថាបងប្រហុកឥឡូវហ្នឹងក៏ចាប់ផ្ដើមណាបងគ្រឿងផ្សំតែមានខ្ទឹមម្ដេងល្មៀតគេបងចូលឲ្យខ្ទាតប្រឡាក់ជើងនិយាយទៅទឹកនោះក្តៅខ្ទាតតែលាកតិចហើយបន្ទាប់ក៏គេបងអំបិលក៏គេចេះដាក់ប្រមាណទឹកទៀតបងប្អូននិយាយទៅជ្រុំយកមកវេកហ្នឹងល្មមហ្មងណាអត់ហត់ប្រាប់ទេរឿងបងអំបិលប៊ីចេងនេះគឺថាដល់វគ្គបងគឺបងខ្លួនឯងយកហ្នឹងតែម្ដងហើយអត់ដែលបងឲ្យចាស់ដែរទេគឺថាមកល្មមកូនវុតធ្លាប់ស្លខ្លួនឯងអីខ្លួនឯងហ្នឹងគឺចំនួនសរុបទៅប្រហែលជា5 6វីដេអូហើយឡើងធ្លាប់ដៃហើយអាចចំណាំបានប៉ុន្មានដាក់អំបិលប៉ុន្មានតើគេបតិមៃអ៊ីញ៉ាំណាជួយប៉ាទៀតមកចង់យកបតិមៃអ៊ីចាអ៊ំតាបែបតាជេវារៀងទន់ដៃតិចហ៎មិនអេនេះខ្ញុំពិតជាអរគុណច្រើនមែនតើពីសំណាក់ពុកម៉ែបងប្អូនដែលតែងតែចូលចិត្តតាមដានវីដេអូរបស់កូនវុតហើយតែងតែជួយ share ចូល comment សរសើរថាកូនវុតឆ្លាតកូនវុតពូកែចេះញ៉ាំបន្លែគ្រប់មុខខ្ញុំអត់មានអីច្រើនក្រៅពីពាក្យថាអរគុណពុកម៉ែបងប្អូនទេនិយាយទៅគឺចាប់ពីខ្ញុំបង្កើត page ថ្មីនេះមកគឺមានបងប្អូនចូលរួម comment លើកទឹកចិត្តច្រើនមែនតើហើយខ្ញុំហើយនឹងកូនគឺសប្បាយចិត្តណាហើយឥឡូវសម្លចាប់ដើមឆ្អិនហើយកូនវុតចាប់ដើមភ្លក់បង្ហាញទៅពុកម៉ែបងប្អូនបានទស្សនាហើយចាំមើលបែកអារម្មណ៍ពិតរបស់គេដែលជាអ្នកស្លផ្ទាល់បងប្អូនមិនទេជូរមែនឆ្ងាញ់អត់ចាអាចមិនបានអត់ឆ្ងាញ់ខ្វៃបើខ្វះបើដាក់អីនៅនឹងចានពេញមែនខ្វះអីមួយទៀតមែនសម្រាប់សម្លម្ជូរកូនកែបនេះបងប្អូនគឺសម្រាប់មនុស្សចាស់ជូរល្មមជូរជ្រះឆ្ងាញ់ជូរជាតិជូរឆ្ងាញ់នេះម្ទេសហឹលទៀតបងប្អូនប៉ុន្តែសម្រាប់កូនវុតបើថារៀងជូរបន្តិចដោយសារតែសម្លហ្នឹងវារៀងសាបអញ្ចឹងខ្ញុំលួចថែមទឹកត្រីមកបន្តិចជូរល្មមឆ្ងាញ់ឥឡូវកូនវុតចាប់ផ្ដើមហូបបង្ហាញពុកម៉ែបងប្អូនទស្សនាខ្ញុំក៏អត់បានបញ្ចូលសម្លេងទៀតដែរអរគុណច្រើនហៅតាលោកយាយញ៉ាំផងទេអីតាគេញ៉ាំកែបញ៉ាំកែបបងប្អូនơiគេហៅមីងគេញ៉ាំកែបអំពងចាឆ្ងាញ់ហ្នឹងកូនឆ្ងាញ់តែមិនប៉ិនកែបនឹងមានពង
khai với bóng con cái bà la kia cả cái mã tinh kia nè ró con ba bao tao dày